ជំរាបសួរពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់ YouTube Channel របស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូមួយដែលបង្ហាញអំពីរបៀបនៃការដំឡើងខ្សែដីអញ្ចឹងពុកម៉ែបងប្អូនអរគ្នាគ្រាន់តែមើលវីដេអូនេះគឺអាចដំឡើងខ្សែដីបានតែខ្លួនឯងងាយៗអញ្ចឹងមុននឹងចូលដល់វីដេអូគឺខ្ញុំថ្ងៃនេះលើកយក3ចំណុចដែលសំខាន់គឺពាក់ព័ន្ធជាមួយខ្សែដីទី1គឺអ្វីទៅជាខ្សែដីហើយវាមានអត្ថប្រយោជន៍អ្វីខ្លះទី2គឺសម្ភារៈដែលយើងប្រើប្រាស់ក្នុងផ្ទះមានដូចខ្លះដែលធ្វើការប្រើប្រាស់ខ្សែដីហើយចំណុចទី3គឺរបៀបនៃការដំឡើងខ្សែដីនេះឯងអញ្ចឹងចូលចំណុចទី1អ្វីទៅជាខ្សែដីហើយវាមានអត្ថប្រយោជន៍ខ្លះខ្សែដីគឺជាខ្សែដែលយើងភ្ជាប់ពីបកគោផ្ទះដែលយើងបោកដីមកទូភ្លើងពីទូភ្លើងមកព្រីហើយពីព្រីមកសម្ភារៈដែលយើងប្រើប្រាស់ហើយខ្សែដីអត្ថប្រយោជន៍របស់វាគឺវាជួយរំលោះចរន្តលិចជ្រាបពីឧបករណ៍ដែលយើងប្រើប្រាស់គឺមកដីគឺវាអត់ឲ្យយើងប៉ះពាល់តែវាជ្រាបមកយើងគឺយើងឆក់មកទេហើយជំទី2តើសម្ភារៈអ្វីខ្លះដែលយើងត្រូវការប្រើប្រាស់ខ្សែដីអញ្ចឹងសម្ភារៈដែលយើងប្រើចាំបាច់នៅផ្ទះដែលត្រូវការខ្សែដីរួមមានម៉ាស៊ីនទឹកក្តៅឆ្នាំងដាំបាយទូទឹកកកម៉ាស៊ីនបោកកៅអៅទឹកក្តៅទឹកចាក់ដែលយើងមុជហ្នឹងហើយមានឧបករណ៍ផ្សេងទៀតដែលវាមានជាដែកដែលអាចនឹងប៉ះទៅខាងក្រៅទៅវាអាចនឹងឆក់អញ្ចឹងឧបករណ៍ទាំងអស់នោះគឺសុទ្ធសឹងតែត្រូវការខ្សែដីអញ្ចឹងបើពុកម៉ែបងប្អូនអ្នកគ្នាដែលមានឧបករណ៍ទាំងអស់ហ្នឹងគួរតែប្រើខ្សែដីដើម្បីកាត់បន្ថយដើម្បីផ្ទេរបន្ទុកហ្នឹងទៅដីបើមិនចឹងទេយើងប៉ះវាលេចជ្រាបតិចយើងប៉ះអត់ស្ដាប់ដឹងទេអត់ចាប់អារម្មណ៍តែវាធ្វើឲ្យខ្លួនរបស់យើងនឹងចុកខ្សោយទៅដោយសារចរន្តវាឆ្លងទៅតាមយើងហ្នឹងតែបើវាលេចខ្លាំងយើងប៉ះទៅគឺមានអារម្មណ៍ទៅឆក់ហើយអញ្ចឹងចំណុចទី3គឺរបៀបនៃការដំឡើងខ្សែដីអញ្ចឹងចំណុចទី3នេះខ្ញុំនឹងមានវីដេអូបង្ហាញហើយចំណុចទី3ហ្នឹងគឺមានទាំងសម្ភារៈដែលយើងត្រូវប្រើប្រាស់ในការដំឡើងខ្សែដីនិងរបៀបនៃការដំឡើងខ្សែដីអញ្ចឹងចូលរួមទស្សនាវីដេអូរបស់ខ្ញុំអ្នកនាងសម្ភារៈសម្រាប់ដំឡើងខ្សែដីរួមមានបកគោស្ពាន់កាចាប់សុងតហើយនឹងខ្សែដីឬក៏ខ្សែតែក្នុងការដំឡើងខ្សែដីគឺយើងត្រូវតែរកទីតាំងណាដែលយើងអាចបុកបកគោស្ពាន់បានហើយនៅចិត្តទូភ្លើងបំផុតអញ្ចឹងសម្រាប់ការបុកបកគោស្ពាន់ទៅដីគឺយើងអាចប្រើជាញញួរបើអាចមានម៉ូទ័រកាន់តែល្អវាជួយកម្លាំងយើងបានច្រើនហើយវាលឿនទៀតចំពោះបកគោស្ពាន់គឺយើងបុក3ដើមទៅក្រោមបន្ទាប់ពីយើងបុកចំនួន3ដើមហើយគឺយើងត្រូវរៀបចំប្រអប់មួយគឺប្រអប់ដើម្បីទុកពេលដែលយើងនេះគឺយើងអាចតេស្តវាបានហើយយើងចាប់ជាមួយនឹងបកគោហើយនឹងខ្សែសម្រាប់ទៅទូបន្ទាប់មកគឺយើងបិទគម្របហើយគឺជាការស្រេចអញ្ចឹងចំពោះគម្របបិទនេះគឺយើងអាចនឹងដោះពេលក្រោយក៏បានដែរ